សម្រងសម្ដីគ្រូនៃក្លឹបកំពូលទាំង3រិះគន់ស្មៅរបស់កីឡាដ្ឋានស្តាតចាស់និងឡាយប៉ុន្មានថ្ងៃមកនេះបញ្ហាទីលានបានខ្លាចជារឿងក្តៅគគុកក្នុងបាល់ទាត់កម្ពុជារហូតដល់គ្រូបង្វឹកនៃក្លឹបកំពូលទាំង3ប្រកាន់រាជស្វាយរៀងភ្នំពេញក្រោននិងវិសាខាលើកមកនិយាយបន្តគ្នាជាពិសេសពាក់ព័ន្ធនឹងស្មៅរបស់កីឡាដ្ឋានកងយុទ្ធពលខេមរៈភូមិន្ទឬស្តាតចាស់និងកីឡាដ្ឋានរបស់ក្លឹបឡាយខេត្តព្រះសីហនុកាលពីថ្ងៃទី13កញ្ញាមុនការប្រកួតមួយថ្ងៃរវាងឡាយខេត្តព្រះសីហនុជាមួយនឹងភ្នំពេញក្រោនមកដល់គ្រូបង្វឹកភ្នំពេញក្រោនលោកអូឡេកសបានរិះគន់ចំទៅលើស្មៅការប្រកួតនិងអាជ្ញាកណ្ដាលដែលអនុញ្ញាតឲ្យលេងលើស្មៅនៃកីឡាដ្ឋានដដែលខាងលើដែលមានសភាពស្មៅបានខូចខាតដោយសារភ្លៀងបន្តមកទៀតជួនជាចៃដន្យចុងសប្តាហ៍នេះព្រះខ័នរាជស្វាយរៀងត្រូវទទួលឡាយខេត្តព្រះសីហនុវិញម្ដងប៉ុន្តែធ្វើឡើងនៅពហុកីឡាដ្ឋានជាតិមរតកដាច់ជោដែលជាទឹកដីបណ្ដោះអាសន្នរបស់ព្រះខ័នរាជស្វាយរៀងក៏លោក Matthew McConney គ្រូបង្វឹករបស់ស្វាយរៀងយល់ស្របតាមលោកអូឡេកផងដែរពេលដែលមានសំណួរពាក់ព័ន្ធទៅនឹងរឿងទីលានតោះមកស្ដាប់ការលើកឡើងរបស់លោកដូចតទៅបើសិនជាការប្រកួតរបស់យើងជាមួយទៅនឹងឡាយនៅទីទឹកដីឡាយដែលស្ថានភាពទីលានស្មៅរបៀបហ្នឹងយើងក៏ទទួលស្គាល់ថាមូលហេតុអីបានថាអ្នកណាជាអ្នកសម្រេចចិត្តនៅក្នុងការអនុញ្ញាតឲ្យប្រកួតដោយអូឡេកគាត់បាននិយាយអញ្ចឹងការវឹកហាត់មុនមួយថ្ងៃយើងឃើញទីលានគឺពិបាកនៅក្នុងការលេងព្រោះទីលានរបៀបនេះគឺពិបាកនៅក្នុងការលេងបាល់ទាត់យើងឃើញដូចជាការលេងបាល់ទះ volleyball អញ្ចឹងគឺទាត់ទៅទាត់មកកីឡាករអត់បានប្រើបច្ចេកទេសនៅក្នុងការលេងAnd there is other fields in the league like this. If you look at Old Stadium, Army Stadium, I think you look around the goal, the dugout, or the around the 6-yard box is maybe 2 feet lower than the grass. So I seen that Crown drop points there, Visaka drop points there, and I'm not taking anything away from Army. They work extremely hard. As a team, they're compact and they do really well. But that pitch also is a joke. That pitch can't be allowed. So I think it's something that the league need to look at in terms of what is the minimum standard for a pitch. ក្នុងសម្ដីរបស់លោក McConney ខាងលើក៏បានភ្ជាប់ពាក់ព័ន្ធជាមួយនឹងកីឡាដ្ឋានស្តាតចាស់របស់សមាគមកីឡាបាល់ទាត់កងយុទ្ធពលខេមរៈភូមិន្ទផងដែរដោយធ្វើឲ្យ Pick Sport ចាប់អារម្មណ៍ថាសូម្បីតែថ្មីនេះគ្រូបង្វឹកវិសាខាក៏បាននិយាយពីបញ្ហាស្មៅនៃកីឡាដ្ឋានស្តាតចាស់ដូចគ្នាសូមស្ដាប់ការលើកឡើងរបស់លោក Gerard Jones ដូចតទៅ In the first match, we're playing on a pitch that it shouldn't be allowed to play on that type of game. The pitch is disgraceful because it's like playing in a sandcastle. លោកអូឡេកក៏ធ្លាប់បាននិយាយផងដែរថាក្រោយប្រកួតស្មៅជាមួយនឹងសមាគមកីឡាបាល់ទាត់កងយុទ្ធពលខេមរៈភូមិន្ទកាលពីសប្តាហ៍ទី2ថា And we knew this pitch is not easy to play, especially yesterday after we finished the training session there was one more game like the amateur game. For me I see this is the first time before the official game of CPL. There was some another extra game, so for sure the pitch was in not that condition and we had always to make extra touch. So I think it slowed down a bit our tempo. ចំពោះបងប្អូនវិញតើមានយោបល់បែបណាដែរចំពោះករណីគ្រូបង្វឹកនៃក្លឹបកំពូលទាំង3លើកឡើងខាងលើសាំងសងជាមួយទ្រូហូមមិនថ្លៃដូចបងប្អូនគិតនោះទេសំខាន់មានប្រូម៉ូសិនជាច្រើនសម្រាប់អតិថិជនថែមទៀតសម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ093 999 និង393